ញ៉ាត់កោទូចំពោះការឈ្លានពានដល់ឃោឃៅនិងអមនុស្សធម៌របស់ប្រទេសថៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានដល់ឃោឃៅនិងអមនុស្សធម៌របស់ប្រទេសថៃលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាដែលកំពុងបន្តនឹងរីករាលដាលកាន់តែខ្លាំងឡើងដោយបានប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ច្រើនប្រភេទមានជាអាចយន្តហោះចម្បាំងប្រភេទ F-16 និង T-50TH នាវាចម្បាំងការប្រើប្រាស់ផ្សែងពុលនិងគ្រាប់បែកចង្កោមជាដើមបាញ់ស្រោចចូល80ទៅ90គីឡូម៉ែត្រក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាតាមខេត្តនានាដែលមានលំនៅឋានប្រជាជនស៊ីវិលកំពុងរស់នៅអំពើដ៏សាហាវព្រៃផ្សៃទាំងនេះមិនត្រឹមតែជាការរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែជាការរំលោភយ៉ាងច្បាស់ក្រឡែតលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរដែលមានការធ្វើជាសាក្សីដោយឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានប្តូរវេនទង្វើទាំងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនៃសន្តិភាពស្ថិរភាពតំបន់និងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025ប្រតិបត្តិការយោធាថៃបានទម្លាក់គ្រាប់និងបាញ់ប្រហារដោយឥតរើសមុខលើទីតាំងជនស៊ីវិលដែលបណ្ដាលឲ្យប្រជាជនស្លូតត្រង់ស្លាប់31នាក់និងរបួស87នាក់ខណៈពេលដែលប្រជាជនជាង60ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ខ្លួនដែលក្នុងនោះរួមមានស្ត្រី29ម៉ឺននាក់និងកុមារ175,000នាក់ការបន្តឈ្លានពានទាំងកំរោលនេះបានបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកលើសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO និងបេតិកភណ្ឌជាតិរួមមានប្រាសាទព្រះវិហារប្រាសាទតាក្របីនិងប្រាសាទតាមាន់ធំជាដើមអំពើឈ្លានពានរបស់យោធាថៃដែលបានអូសបន្លាយរហូតមកដល់ថ្ងៃនេះបានវិវត្តពីការប៉ះទង្គិចគ្នាតាមព្រំដែនទៅជាសង្គ្រាមឈ្លានពានយ៉ាងពេញទំហឹងប្រឆាំងនឹងអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃកម្ពុជាដោយមានវត្តមានកងទ័ពថ្មើរជើងថៃចូលផ្ទះសម្បែងប្រជាជនក្នុងទឹកដីកម្ពុជាការបំផ្លិចបំផ្លាញជាប្រព័ន្ធលើអាយុជីវិតជនស៊ីវិលបេតិកភណ្ឌសាលារៀនវត្តអារាមនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងជាឧក្រិដ្ឋកម្មសង្គ្រាមដែលទាមទារឲ្យមានការថ្កោលទោសជាដាច់ខាតនៅលើលោកនេះគ្មានរដ្ឋណាមួយអាចស្ថិតនៅក្រៅច្បាប់នោះទេហើយការឈ្លានពានដែលបន្លំខ្លួនក្រោមលេសសន្តិសុខគឺជាឧក្រិដ្ឋកម្មពិតប្រាកដថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាទទួលរងការឈ្លានពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រទេសថៃដែលមានទំហំធំជាងនិងមានកម្លាំងយោធាខ្លាំងជាងប្រសិនបើពិភពលោកធ្វើប្រងើយកន្តើយមិនអើពើគឺស្មើនឹងការទទួលស្គាល់នៅគំរូដ៏អាក្រក់នៃការជំរុញការអនុវត្តច្បាប់ព្រៃអ្នកខ្លាំងគឺឈ្នះប្រសិនបើច្បាប់ព្រៃបានអនុវត្តក្នុងតំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃនេះនោះនឹងមិនមានប្រទេសតូចណាមួយលើលោកមានសុវត្ថិភាពនាពេលអនាគតឡើយការឈ្លានពានរបស់ថៃគួរតែត្រូវទទួលការថ្កោលទោសនិងការដាក់ទណ្ឌកម្មឲ្យធ្ងន់ធ្ងរបំផុតនឹងខានតែបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសូមអំពាវនាវដល់សហគមន៍អន្តរជាតិអង្គការសហប្រជាជាតិនិងសភានានាជុំវិញពិភពលោកសូមដាក់សម្ពាធលើប្រទេសថៃឲ្យបញ្ឈប់រាល់ប្រតិបត្តិការយោធាទាំងអស់នៅក្នុងទឹកដីកម្ពុជាជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌនិងទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិថ្ងៃប្រហ័ស6កើតខែបុស្សឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី25ខែធ្នូឆ្នាំ2025